ជាប្រពន្ធអត់ ប្រពន្ធគួរតែយល់ពីតម្រូវការរបស់ប្តីផ្ដល់ឲ្យប្តីគ្រប់គ្រាន់នៅអីដែលប្តីចង់បានអ្វីដែលខ្ញុំចង់បានមិនមែនគ្រាន់តែលឺទេតែជាប្រពន្ធនេះគួរតែយល់ថាខ្ញុំចង់បានអីខ្ញុំចូលចិត្តអីហើយខ្ញុំមិនចូលចិត្តអី ខ្ញុំចង់ដឹងថាមីស្រីខាងក្រៅនេះវាឆ្ងាញ់បែបណាចង់ដឹងណាស់មែនទេដោយសារយើងនេះវាអន់តាមប្តីនេះគេខុសហើយតែនឹងឯងដឹងអត់ថាមីស្រីដែលយកប្តីគេហ្នឹងចង់ក្រៅវាបានលទ្ធផលបែបណាស្បែកអត់ចិត្តនៅស្បែកនឹងមិនទៅចូលផ្ទះ មិនមកដល់ផ្ទះមានរឿងព្រាមហ្នឹងមកពីអញ្ចឹងបានចង់ចូលផ្ទះហ្នឹង អូនសម័យតាមត្រង់ហ្នឹងឯងបែរមានតើអូនជាប្រពន្ធអត់ ប្រពន្ធគួរតែយល់ពីតម្រូវការរបស់ប្តីផ្ដល់ឲ្យប្តីគ្រប់គ្រាន់នៅអីដែលប្តីចង់បានអ្វីដែលខ្ញុំចង់បានមិនមែនគ្រាន់តែលឺទេតែជាប្រពន្ធនេះគួរតែយល់ថាខ្ញុំចង់បានអីខ្ញុំចូលចិត្តអីហើយខ្ញុំមិនចូលចិត្តអី ម៉ែជាប្តីទៀមទាឲ្យខ្ញុំជាប្រពន្ធនេះធ្វើតាមតម្រូវការដែលម៉ែចង់បានតែម៉ែមិនសួរខ្ញុំជាប្រពន្ធអត់ថាខ្ញុំចង់បានអីខាងពីប្តីបើសិនជាខ្ញុំជាមនុស្សស្រីតាលេខុសស៊ីសម័យរាល់ថ្ងៃមានប្រុសនៅខាងក្រៅបែរមានអារម្មណ៍ណាស់ បណ្ដៃម៉ែជាប្តីក៏មិនតាមនិយមពេកចង្ការដែលខ្ញុំជាប្រពន្ធនេះខំបបួសសឹងតែបាត់បង់ជីវិតដើម្បីកសាងគ្រួសារមួយនេះខ្ញុំអត់មានតម្លៃសម្រាប់ម៉ែសោះមកមែនញ៉ាំទៀតបងផ្លែម៉ែស្គរ បងថានឹងមែនកន្លែងការងារបងឯងខ្ញុំមិននឹកស្មានថាមនុស្សដូចបងឯងមិនចេះគ្រប់គ្រាន់នាងនេះក៏អញ្ចឹងដែរខ្វះប្រុសណាស់មែនបានយកតែប្តីគេហ្នឹងត្រូវអីខ្ញុំមិនចង់ចិត្តរបស់គេមកពីខ្ញុំមានសមត្ថភាពមិនចង់តែនាងឯងដឹងអត់ថាមីស្រីដែលយកប្តីគេហ្នឹងចង់ក្រោយវាបានលទ្ធផលមែនណែសុំបងបើស្ងាត់សិនបានអត់ចាំទៅដល់ចាំនិយាយគ្នាញើច្រើនមកខ្មាស់គេណា អូបងចេះខ្មាស់គេដែរអូ បងអូណែបងសុំចាំទៅដល់ផ្ទះចាំយើងនិយាយគ្នាណា ខ្ញុំអត់ទៅណាទាំងអស់ខ្ញុំចង់ដឹងថាមីស្រីខាងក្រៅនេះវាឆ្ងាញ់បែបណាចង់ដឹងណាស់មែនទេដោយសារយើងនេះវាអន់តាមប្តីនេះគេទៅរកក្រៅបើរបស់គេវាឆ្ងាញ់ណាស់នាងឯងយកចោះព្រោះយើងមិនចេះស៊ីរបស់ដៃគ្នាទេ ណែ ថាកុំខ្វល់ឲ្យវាទៅទៅ មនុស្សប្រុសបើគេស្រឡាញ់យើងពិតប្រាកដគេមិនធ្វើអញ្ចឹងទេតែបើគេមានគំនិតបែបនេះហើយមានតែដោះលែងគេទៅ បើខ្ញុំមិនធ្វើរឿងទាំងអស់នេះទេក៏គ្មានរឿងនេះកើតឡើងដែរ